ញ័រជើងបបោមាត់ញ័រអំប្រប់ដូចជាកំពុងតែដើរកាត់ភ្លៀងយ៉ាងធំនេះគឺជារឿងដ៏ធ្ងន់ធ្ងរមួយសម្រាប់អនុទីនដែលជានាយករដ្ឋមន្ត្រីថៃដែលត្រូវបានប្រជាជនមួយប្រទេសចាប់សួរចម្លើយជំរាបសួរប្រិយមិត្តទាំងអស់គ្នាស្ថានភាពនយោបាយនិងចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងថៃកំពុងតែឈានដល់ដំណាក់កាលថ្មីមួយដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងបំផុតនៅថ្ងៃទី5ខែមិថុនាឆ្នាំ2026នាយករដ្ឋមន្ត្រីថៃលោកអនុទីនច័ន្ទវីរកុលត្រូវបានចេញមុខប្រកាសជាផ្លូវការអំពីយុទ្ធសាស្ត្ររបស់ថៃនៅក្នុងការតបតទៅនឹងការចាត់វិធានការរបស់កម្ពុជាដែលបាននាំបញ្ហាចំនួនព្រំដែនដែនសមុទ្រទៅកាន់ការដោះស្រាយវិវាទរបស់អនុសញ្ញាច្បាប់សមុទ្រអង្គការសហប្រជាជាតិឬដែលគេហៅថា UNCLOS ការប្រកាសនេះកំពុងបង្កឲ្យមានការរិះគន់និងសំណួរយ៉ាងច្រើនពីសាធារណជនដែលជាប្រជាជនថៃខណៈដែលមនុស្សជាច្រើនចង់ដឹងថាហេតុអីបានជារដ្ឋាភិបាលថៃទើបតែចាប់ផ្ដើមសកម្មភាពបន្ទាប់ពីកម្ពុជាបានធ្វើចលនាការទូតយ៉ាងច្រើនជំហានរួចទៅហើយយោងទៅតាមការលើកឡើងរបស់លោកអនុទីនបានបញ្ជាក់ថារដ្ឋាភិបាលថៃកំពុងត្រៀមបង្កើតក្រុមការងារពិសេសមួយដើម្បីចូលរួមនៅក្នុងដំណើរការផ្សះផ្សាក្រោម UNCLOS ជាពិសេសលោកបានបញ្ជាក់ថាអ្នកការទូតជើងចាស់របស់ថៃគឺលោកសៀអាស័កភូមិកឹតកែវនឹងត្រូវបានតែងតាំងឲ្យដឹកនាំក្រុមតំណាងរបស់ប្រទេសថៃលោកអនុទីនបានអះអាងថាមនុស្សដែលដឹកនាំក្រុមចរចាបែបនេះគឺត្រូវតែមានបទពិសោធន៍ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិនិងការទូតព្រោះបណ្ដាប្រទេសជាច្រើនតែងតែជ្រើសរើសអ្នកជំនាញល្បីៗដើម្បីធានាអព្យាក្រឹតភាពនិងការជឿជាក់ទៅលើឆាកអន្តរជាតិប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះគឺការលើកឡើងរបស់អនុទីនបាននិយាយថាថៃមិនខ្លាចកម្ពុជាបានធ្វើសកម្មភាពមុននោះទេលោកបាននិយាយថាថៃមិនបានធ្វើអ្វីខុសទេហើយមានទំនុកចិត្តពេញលេញនៅក្នុងការការពារបូរណភាពទឹកដីនិងបូរណភាពដែនទឹករបស់ខ្លួនទោះជាយ៉ាងណាក៏ដោយការលើកឡើងនេះកំពុងបង្កឲ្យមានសំណួរយ៉ាងច្រើននៅក្នុងសង្គមនៃប្រទេសថៃដែលអ្នកវិភាគខ្លះបានចោទសួរថាប្រសិនបើថៃមានទំនុកចិត្តខ្លាំងដូចនេះមូលហេតុអ្វីបានជាកម្ពុជាអាចដើរមុនក្នុងការប្រមូលអ្នកជំនាញច្បាប់អន្តរជាតិនិងចាប់ផ្ដើមយន្តការការទូតបានមុនថៃជាមួយគ្នានេះអនុទីនក៏បាននិយាយអំពីអនុសរណៈយោគយល់គ្នាកាលពីឆ្នាំ2001ដែលបានចុះកិច្ចព្រមព្រៀងសំខាន់រវាងកម្ពុជាជាមួយនឹងថៃលោកបានអះអាងថាកិច្ចព្រមព្រៀងនេះមិនបានផ្ដល់ផលប្រយោជន៍អ្វីទាល់តែសោះអស់រយៈពេល25ឆ្នាំមកហើយដោយសារតែហេតុនេះហើយបានជាថៃត្រូវការក្របខ័ណ្ឌថ្មីសម្រាប់ដោះស្រាយបញ្ហាប៉ុន្តែកម្ពុជាមិនបានទទួលស្គាល់ការលុបចោលកិច្ចព្រមព្រៀងនេះជាឯកតោភាគីរបស់ថៃនោះទេផ្ទុយទៅវិញកម្ពុជាបានសម្រេចចិត្តជ្រើសរើស UNCLOS ជាយន្តការអន្តរជាតិដើម្បីបន្តដំណើរការនៅក្នុងការដោះស្រាយវិវាទចំណុចដែលធ្វើឲ្យស្ថានភាពកាន់តែតានតឹងនោះគឺការប្រកាសយ៉ាងម៉ឺងម៉ាត់របស់លោកអនុទីនអំពីទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរលោកបានបញ្ជាក់យ៉ាងច្បាស់ថានៅពេលនេះថៃពុំទាន់មានបំណងពិភាក្សាអំពីការស្ដារទំនាក់ទំនងជាមួយថៃវិញនោះទេលើពីនេះលោកបានប្រកាសថាច្រកព្រំដែនដែលបានបិទនឹងបន្តបិទដដែលសម្ដីនេះកំពុងបង្កឲ្យមានការព្រួយបារម្ភនៅក្នុងតំបន់ពីព្រោះប្រជាពលរដ្ឋថៃនិងអាជីវករជាច្រើននៅតាមបណ្ដោយព្រំដែនកំពុងរងផលប៉ះពាល់ខ្លាំងបំផុតពីព្រោះតែពួកគេធ្លាប់តែនាំចេញទំនិញមកកម្ពុជាប៉ុន្តែត្រូវបានបិទខ្ទប់ទៅវិញខណៈដែលរដ្ឋាភិបាលថៃបង្ហាញអំពីចំហររឹងមាំមានសំណួរយ៉ាងច្រើនពីមជ្ឈដ្ឋាននយោបាយនិងប្រជាជនថៃផងដែរពួកគេចង់ដឹងថាតើយុទ្ធសាស្ត្ររបស់អនុទីនអាចនាំឲ្យថៃទទួលបានផលប្រយោជន៍ពិតប្រាកដដែរឬទេឬក៏អាចធ្វើឲ្យប្រទេសថៃប្រឈមមុខនឹងសម្ពាធអន្តរជាតិកាន់តែខ្លាំងនៅថ្ងៃខាងមុខអ្វីដែលច្បាស់នោះគឺចំនួនព្រំដែនរវាងកម្ពុជាជាមួយនឹងថៃនៅពេលនេះមិនមែនត្រឹមតែជាបញ្ហានៅតាមបណ្ដោយព្រំដែនឬក្នុងតំបន់សមុទ្រប៉ុណ្ណោះទេប៉ុន្តែវាបានក្លាយទៅជាការប្រកួតប្រជែងផ្នែកច្បាប់អន្តរជាតិនិងការទូតនិងការបង្កើតឥទ្ធិពលលើឆាកអន្តរជាតិហើយក្នុងខណៈដែលអ្នកជំនាញរបស់ភាគីទាំងពីរកំពុងត្រៀមខ្លួនសម្រាប់ដំណើរការក្រោមច្បាប់ UNCLOS ក្រសែភ្នែករបស់ពិភពលោកកំពុងសម្លឹងមើលថាតើការប្រឈមមុខគ្នានេះនឹងនាំទៅរកដំណោះស្រាយដោយសន្តិវិធីឬធ្វើឲ្យភាពតានតឹងរវាងប្រទេសទាំងពីរនឹងកាន់តែកើនឡើងសម្រាប់នៅពេលនេះប្រកាសរបស់អនុទីនមិនត្រឹមតែជាសារទៅកាន់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាសារទៅកាន់ប្រជាជនថៃផ្ទាល់ផងដែរដែលកំពុងរងចាំចម្លើយតើរដ្ឋាភិបាលរបស់ពួកគេមានផែនការអ្វីខ្លះដើម្បីការពារប្រជាជននិងការពារផលប្រយោជន៍ជាតិនៅក្នុងចំនួនដែលទាក់ទាញចំណាប់អារម្មណ៍ពីសមាគមអន្តរជាតិទាំងមូលយ៉ាងណាមិញប្រសិនបើមើលនៅក្នុងស្ថានភាពនៃប្រទេសថៃនៅពេលបច្ចុប្បន្នគឺកំពុងតែមានភាពវឹកវរអំពីមតិរបស់ប្រជាពលរដ្ឋនៅទូទាំងប្រទេសពីព្រោះតែនៅពេលនេះកម្ពុជាបានអញ្ជើញទៅលើអ្នកជំនាញចំនួន2រូបដែលសុទ្ធសឹងតែមានបទពិសោធន៍ខ្លាំងហើយត្រូវបានថៃចាត់ទុកថាគឺជាអ្នកដែលមានសមត្ថភាពខ្លាំងនៅក្នុងការចរចានិងប្រើប្រាស់ទៅលើច្បាប់អន្តរជាតិដោយសារតែកម្ពុជាបានប្រើនៅនយោបាយដែលដើរមុនថៃបែបនេះហើយបានជាប្រជាពលរដ្ឋថៃក៏ដូចជាអ្នកជំនាញនៅក្នុងប្រទេសថៃបានចាត់ទុកថាអនុទីនគឺត្រូវតែធ្វើការឆ្លើយនៅសំណួរដែលពួកគេសួរនិងត្រូវតែធ្វើយ៉ាងណាផ្ដល់នៅយុត្តិធម៌ក៏ដូចជាផ្ដល់នៅផលប្រយោជន៍សម្រាប់ប្រទេសជាតិរបស់ពួកគេបើអនុទីនធ្វើមិនបាននោះទេអនុទីនប្រហែលជាត្រូវធ្លាក់ពីតំណែងជាមិនខាននោះទេហើយជាពិសេសអនុទីនគឺកំពុងតែរងសម្ពាធខ្លាំងមែនទែននៅក្នុងប្រទេសថៃ